បុកម្ហូបថ្ងៃនេះខ្ញុំសូមដាក់ឈ្មោះឲ្យថាបុកម្ហូបសំលុយដោយសារគ្រឿងផ្សំយើងថ្ងៃនេះគឺអស់លុយតិចមែនតែនអញ្ចឹងខ្ទូឯកយើងទី1គឺមានជាមួយនឹងពង3គ្រាប់ដែលភាសាផ្លូវការដែលយើងហៅថាស៊ុតយើងធ្វើការបំបែកពងនឹងទាំង3ដាក់ចានមកហើយបន្ថែមគ្រឿងផ្សំម្រេចបន្តិចហើយជាមួយនឹងអំបិលបន្តិចយើងច្របល់គ្រឿងផ្សំនឹងចូលគ្នាឲ្យសព្វល្អមកឥឡូវនេះចូលដល់តួឯកទី2របស់យើងគឺស្ពៃក្តោបក៏មានតម្លៃធូរថ្លៃដែរបងប្អូនស្ពៃក្តោបអាចហាន់ទំហំប៉ាញ់ខ្ញុំឬក៏អាចទូចជាងនេះកុំហាន់ធំជាងនឹងបងប្អូនអត់ឆ្ងាញ់ទេចាហើយបន្ទាប់មកយើងយកវាទៅលាងទឹកលាង3-4ទឹកមកឲ្យស្អាតកញ្ជ្រោកវាឲ្យស្អាតតាមនឹងមកខ្ញុំដាក់ក្នុងកញ្ឆេងបង្វិលនេះដើម្បីសម្រោះទឹកចេញហើយបើសិនបើយើងចម្រោះទឹកអត់បានល្អម្ហូបនឹងធ្វើអត់ទៅឆ្ងាញ់ទេឥឡូវនេះយើងចូលដល់វគ្គចម្អិនគឺយើងដាក់ប្រេងឆាបន្តិចមកហើយស្ពៃក្តោបដែលយើងសម្រោះទឹកហើយយកវាមកដាក់ក្នុងនឹងហើយយើងច្របល់វា3-4ត្រឡប់ចឹងណាហើយខ្ញុំក៏គ្របវាដើម្បីឲ្យស្ពៃក្តោបនឹងឆាប់ធំបន្ទាប់ពីខ្ញុំគ្របវាប្រហែលជា1នាទីជាងហើយខ្ញុំក៏ចាប់ផ្ដើមជោគច្របល់វាមួយសាទៀតខ្ញុំក៏បន្ថែមជាមួយនឹងគ្រឿងផ្សំមួយមុខទៀតចុងក្រោយគឺប្រេងខ្យងធ្វើការច្របល់ប្រេងខ្យងនឹងឲ្យចូលជាតិជាមួយនឹងស្ពៃក្តោបយើងមកបន្ទាប់មកខ្ញុំក៏ដាក់ពងមាន់ដែលយើងបានគោះលាយគ្រឿងហើយនឹងបញ្ចូលហើយខ្ញុំបន្ថែមជាមួយម្ទេសបើសិនបើយើងចូលចិត្តរសជាតិហឹរឬក៏យើងអាចបន្ថែមជាមួយនឹងស្លឹកខ្ទឹមបន្ថែមទៀតបន្ទាប់មកខ្ញុំក៏នឹងធ្វើការគ្របវាដើម្បីឲ្យពងមាន់នឹងឆ្អិនប៉ុន្តែពេលក្រោបហ្នឹងសូមកុំប្រើភ្លើងខ្លាំងយើងប្រើដូចរបៀបភ្លើងផ្ងំអញ្ចឹងតែប៉ុណ្្នឹងរួចរាល់បងប្អូនឆ្ងាញ់ស្ពៃក្តោបមានអត្ថប្រយោជន៍ច្រើនមែនទែនចំពោះសុខភាពជួយដល់ការរំលាយអាហារជួយឲ្យស្បែកយើងស្អាតទៀតវាសម្បូរជាមួយនឹងវីតាមីន C ហើយនឹងជាតិ fiber ច្រើនចាហើយញ៉ាំអានឹងឆ្ងាញ់បងប្អូនមួយម្ទេសទឹកស៊ីអ៊ីវហើយខ្ញុំក៏មានបន្ថែមជាមួយនឹងសារាយកូរ៉េដែរដាក់ទៅត្រូវជាតិគ្នាញ៉ាំទៅឆ្ងាញ់មែនតើរសជាតិម្ហូបហ្នឹងគឺឆ្ងាញ់ខុសពីយើងឆាស្ពៃក្តោប